ខ្ញុំលុយសំណួរនេះច្រើនណាស់ដែរតើការរួមភេទឈឺអត់ហេតុអ្វីបានជាឈឺនៅពេលដែលរួមភេទហើយហេតុអ្វីបានជាចេញឈាមនៅពេលដែលរួមភេទការរួមភេទមិនគួរឈឺឬក៏ចេញឈាមទេលើកលែងតែលើកទី1ដោយសារតែការដាច់រលាត់សន្ទះព្រហ្មចារីយ៍ប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ដែរថាការរួមភេទលើកទី1មិនមែនសិតតែចេញឈាមទាំងអស់ទេប៉ុន្តែចុះបើវាមិនមែនជាការរួមភេទប្រហែលលើកដំបូងហើយឈឺឬក៏ចេញឈាមនៅពេលដែលរួមភេទតើវាមកពីមូលហេតុអីហើយគួរធ្វើយ៉ាងណាទី1ដោយសារតែមិនមានទឹករំអិលគ្រប់គ្រាន់នៅពេលដែលមិនមានទឹករំអិលគ្រប់គ្រាន់ណាគឺធ្វើឲ្យមានការដាច់រលាត់ស្បែកដែលធ្វើឲ្យឈឺឬក៏ចេញឈាមមូលហេតុដែលធ្វើឲ្យមិនមានទឹករំអិលគ្រប់គ្រាន់ណាគឺអាចមកពីមិនមានការបណ្ដុះបង្អែលគ្រប់គ្រាន់នៅមុនពេលដែលរួមភេទឬក៏ខាងស្រីមិនមានអារម្មណ៍ផ្លូវភេទប៉ុន្តែកត្តាធំមួយទៀតគឺអរម៉ូននៅពេលដែលកម្រិតអរម៉ូនអេស្ត្រូជិនទាបគឺធ្វើឲ្យប៉ះពាល់ដល់ភាពប្រដាប់ភេទដែលនាំឲ្យផលិតទឹករំអិលមិនគ្រប់គ្រាន់មូលហេតុដែលធ្វើឲ្យកម្រិតអេស្ត្រូជិនទាបគឺមានដូចជាវិធីសាស្ត្រពន្យាកំណើតការបំបើកដោះកូនឬក៏ការអស់រដូវអញ្ចឹងគួរធ្វើយ៉ាងណានៅក្នុងករណីនេះអ្វីដែលអាចធ្វើបានណាគឺបង្កើនការបំបោះបង្អែលនៅមុនពេលដែលរួមភេទឬក៏ប្រើទឹករំអិលជំនួយនៅពេលដែលរួមភេទឧទាហរណ៍ដូចជាទឹករំអិល Aloe របស់ Lifestyles ដែលមានសារធាតុធ្វើពីប្រទាលកន្ទុយក្រពើទី2ដោយសារតែទំហំប្រដាប់ភេទបុរសមូលហេតុនេះគឺងាយស្រួលយល់ទេក្នុងករណីដែលទំហំប្រដាប់ភេទរបស់បុរសធំពេកដែលធ្វើឲ្យឈឺនៅពេលដែលរួមភេទដំណោះស្រាយគឺប្រើប្រាស់ទឹករំអិលជំនួយដូចគ្នាឬក៏កុំកំរោលពេកនៅពេលដែលរួមភេទយើងក៏ត្រូវស្វែងយល់ពីដៃគូដែរថាតើគាត់មានអារម្មណ៍យ៉ាងណាទី3ដោយសារតែជំងឺឬក៏ការរលាកពេលខ្លះការឈឺចាប់នៅពេលរួមភេទគឺមកពីកត្តាសុខភាពជំងឺមួយចំនួនដែលនាំឲ្យឈឺនៅពេលដែលរួមភេទគឺមានដូចជាជំងឺកាមរោគរលាកប្រដាប់ភេទឬក៏ជំងឺផ្សិតជាដើមក្នុងករណីនេះមិនមានដំណោះស្រាយណាមួយដែលយើងអាចធ្វើដោយខ្លួនឯងបានទេគឺត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញទី4ដោយសារតែការឈឺចាប់នៅមាត់ប្រដាប់ភេទការឈឺចាប់នៅមាត់ប្រដាប់ភេទរ៉ាំរ៉ៃគឺជាប្រភេទជំងឺមួយដែលមានឈ្មោះថា Vulvodynia ជំងឺនេះគឺគេមិនទាន់ដឹងមូលហេតុនៅឡើយទេប៉ុន្តែវាគឺជាមូលហេតុមួយដែលនាំឲ្យឈឺចាប់នៅពេលដែលរួមភេទទាំងអស់នេះគឺគ្រាន់តែជាមូលហេតុចម្បងទេនៅពេលដែលមានការឈឺចាប់ឬក៏ចេញឈាមខុសពីធម្មតាវាគឺជាសញ្ញាមួយដែលបង្ហាញថាមានអ្វីមួយមិនប្រក្រតីទេសូម្បីតែនៅក្នុងការរួមភេទសម្រាប់មនុស្សស្រីការរួមភេទមិនគួរឈឺទេនៅពេលដែលឈឺគឺមានន័យថាយើងកំពុងតែធ្វើអ្វីមួយខុសឬក៏មានបញ្ហាណាមួយទេនៅពេលដែលឈឺខ្លាំងឈឺញឹកញាប់ឬក៏ចេញឈាមអ្វីដែលត្រូវធ្វើគឺត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញព្រោះវាអាចជាបញ្ហាធ្ងន់ធ្ងរកុំខ្មាស់អៀនអីព្រោះវាគឺជាសុខភាពរបស់យើងជាជីវិតផ្លូវភេទរបស់យើងការរួមភេទមិនគួរជាអ្វីដែលយើងត្រូវតែទ្រាំឲ្យតែហើយទេនិយាយពីការរួមភេទអញ្ចឹងយើងក៏ត្រូវរួមភេទដែលមានសុវត្ថិភាពដែរស្រោមអនាម័យគឺសំខាន់ណាស់នៅក្នុងការរួមភេទដែលមានសុវត្ថិភាពម៉ាកស្រោមអនាម័យមួយដែលទាំងអស់គ្នាអាចជ្រើសរើសបានគឺ Lifestyle Condoms ដែលមានច្រើនម៉ាកច្រើនប្រភេទបើសិនបើចាប់អារម្មណ៍គឺអាចស្វែងរកបាននៅអសត់ស្ថាន Health Plus ឬក៏ទំនាក់ទំនងទៅលេខទូរស័ព្ទដែលមាននៅចុងក្រោយវីដេអូនេះអរគុណទាំងអស់គ្នាដែលបានមើលបើសិនបើមានបទពិសោធន៍ណាមួយទាក់ទងនឹងប្រធានបទនេះហើយចង់ចែករំលែកកុំភ្លេច comment នៅខាងក្រោមហើយជួបគ្នានៅសប្តាហ៍ក្រោយ